còn lớn chùm rồi nhớខ្លួនឯងខំរៀននឹងខ្លាចទៅជាសិស្សពូកែអូខេអ្នកគ្នាមកនឹងចូលទៅដល់ចំណុចទាំងអស់ហ្នឹងគឺខ្ញុំចង់ឲ្យអ្នកគ្នាសួរទៅកាន់ខ្លួនឯងថាខ្លួនឯងរាល់ថ្ងៃហ្នឹងគឺជាមនុស្សប្រភេទម៉េចមនុស្សវាមានច្រើនប្រភេទហើយថ្ងៃហ្នឹងគឺខ្ញុំលើកយកទៅពីចំណុចឯងមកនិយាយចំណុចទី1គឺប្រភេទមនុស្សដែលខំរៀនដែរប៉ុន្តែរៀនអត់ប្រកែហើយមនុស្សប្រភេទទី2គឺជាមនុស្សដែលអត់ខំរៀនទេប៉ុន្តែចង់ចេះហើយអ្នកគ្នាស្ថិតនៅក្នុងប្រភេទមួយណាជួយខមមិនប្រាប់ខ្ញុំម្នាក់មួយផងអូខេកុំឲ្យខាត់ពេលយូរយើងចូលទៅដល់ចំណុចរបស់យើងតែម្ដងចំពោះមនុស្សប្រភេទដែរគាត់ខំរៀនដែរប៉ុន្តែគាត់រៀនអត់ចេះអានឹងគឺតកតឹងទៅនឹងខ្សោយមូលដ្ឋានគ្រឹះពីក្រោមមកនិយាយទៅអ្នកគ្នាមនុស្សម្នាក់មិនថាពីណាទេមិនថាឡើងដល់ថ្នាក់វិទ្យាល័យឬក៏មហាវិទ្យាល័យក៏ដោយប្រសិនបើអ្នកគ្នាមិនមានគ្រឹះពីថ្នាក់ក្រោមមកទេនោះការរៀនរបស់អ្នកគ្នាក៏ពិបាកទៅតាមនឹងដែរដូចជាក់ស្ដែងដូចជារូបខ្ញុំផ្ទាល់ខ្ញុំមិនការដែលខ្ញុំរៀនទី10គឺខ្ញុំខ្សោយខ្លាំងមែនតើអ្នកគ្នាគឺខ្ញុំខ្សោយគ្រឹះពីថ្នាក់ទី7ទី8ទី9ដែលខ្ញុំអត់បានសូវយកចិត្តទុកដាក់ខិតខំប្រឹងប្រែងរៀនសូត្រដល់ពេលអញ្ចឹងទៅវាពិបាកនៅក្នុងការរៀនរបស់ខ្ញុំខ្លាំងមែនតើដូច្នេះហើយជំរឿនដល់អមបំផុតគឺអ្នកគ្នាគួរតែទៅសិក្សាស្រាវជ្រាវគ្រឹះពីថ្នាក់ក្រោមយកមកវិញហើយកត្តាមួយវិញទៀតដែលធ្វើឲ្យយើងខំរៀនដែរប៉ុន្តែយើងរៀនអត់ចេះនោះគឺដោយសារតែការបាក់ទឹកចិត្តអ្នកគ្នាមនុស្សទាំងអស់មិនថាពីណាគឺតែងតែជួបនៅបញ្ហាផ្សេងប៉ុន្តែវាអាស្រ័យទៅលើយើងតើយើងចេះដោះស្រាយវាអត់តើយើងចាប់វាទុកក្នុងខ្លួនឬក៏យើងបោះចោលយើងប្រឡែងវាចោលអាហ្នឹងអាស្រ័យទៅលើមនុស្សម្នាក់ៗឯងអ្នកខ្លះទៅគេបោះបញ្ហានឹងចោលទៅគេគិតរឿងវិជ្ជមានទៅតែអ្នកខ្លះទៀតគេមិនគិតរឿងវិជ្ជមានទេវាធ្វើឲ្យយើងការណាដែលយើងគិតច្រើនពេកទៅវាធ្វើឲ្យយើងបាក់ទឹកចិត្តយើងកើតទៅជារឿង stress អីផ្សេងអញ្ចឹងទៅចឹងហើយអ្នកគ្នាគួរតែហ៊ានប្រឡែងរឿងកង្វល់នៅក្នុងខ្លួនរបស់យើងនឹងចោលខ្លះទៅព្រោះអីវាគ្រាន់តែជារឿងអត់ប្រយោជន៍ទេវាប្រៀបដូចជាសម្រាមមួយហ្នឹងតែកាលណាយើងទុកកយូរអាធុងសម្រាមរបស់យើងនឹងប្រកាសជាពេញជាម្ខាងហើយយើងនឹងយើងនឹងពិបាកនៅក្នុងខ្លួនរបស់យើងតែបើសិនជាយើងព្រមប្រឡែងវាបោះចោលវាខ្លះទៅនោះយើងនឹងបានធូរស្បើយជាងមុននេះហើយមនុស្សប្រភេទទី1តែប៉ុណ្ណឹងចូលទៅដល់មនុស្សប្រភេទទី2ដែលគាត់ខ្ជិលរៀនតែគាត់ចង់ចេះចំពោះមនុស្សប្រភេទទី2ហ្នឹងគឺអត់មានអីពិបាកអ្នកគ្នាអ្នកគ្នាត្រូវដឹងថាគ្មានពីណាគេកើតមកចេះស្រាប់ទេអញ្ចឹងហើយអ្នកគ្នាជំរឿនល្អបំផុតរបស់អ្នកគ្នាគឺអ្នកគ្នាខំរៀនហ្នឹងតែអ្នកគ្នាខំរៀនទៅគឺអ្នកគ្នាចេះហើយមិនតែប៉ុណ្្នឹងទេខ្ញុំក៏ដល់អ្នកគ្នាដែលបានតាមដានទស្សនាស្ដាប់វីដេអូរបស់ខ្ញុំតាំងពីដើមរហូតដល់ចប់ហើយខ្ញុំសូមជម្រាបលាជួបគ្នានៅវីដេអូក្រោយបាយ